យើងមកស្ដាប់សាច់រឿងពីមិត្តនារីយើងម្នាក់ក៏ដូចជាមានសំណួរខ្លះនៅក្នុងនឹងដែរគាត់បានសរសេរមកថាបងតើខ្ញុំអាចចែករំលែករឿងរ៉ាវខ្លះជាមួយបងបានទេខ្ញុំធ្លាប់មានគ្រួសារមានកូនប្រុសម្នាក់ខ្ញុំនិងគ្រួសារស្គាល់គ្នាតែខ្ញុំមិនបានចង់រៀបការជាមួយគាត់ទេប៉ុន្តែដោយសារម្ដាយខ្ញុំស្រឡាញ់គាត់ព្រោះគាត់អាយុច្រើនមានមុខរបរគិតថាគាត់ចាស់ទុំអាចមើលថែខ្ញុំបានក៏បង្ខំខ្ញុំឲ្យរៀបការខ្ញុំក៏យល់ព្រមចោលសង្សារដែលស្រឡាញ់គ្នាហើយក៏យល់ពីគ្នានិងល្អជាមួយគ្នាគ្រប់យ៉ាងខ្ញុំក៏រៀបការតាមម្ដាយខាងអតីតប្តីខ្ញុំក្រោយភ្ជាប់ពាក្យហើយគាត់ក៏ដឹងថាខ្ញុំការតាមម្ដាយចោលសង្សារមិនបានស្រឡាញ់គាត់ទេដំបូងខ្ញុំអត់ស្រឡាញ់មែនតែក្រោយមកខ្ញុំបើកចិត្តគោរពនិងស្រឡាញ់គាត់តែគាត់ក្រោយរៀបការរួចមកគាត់ចេះតែរករឿងខ្ញុំមិនទុកចិត្តខ្ញុំដើរលេងផឹកស៊ីរាល់យប់ដល់ម៉ោង1ម៉ោង2បានចូលផ្ទះក្រោយមកគាត់ក៏ចង់បានកូនខ្ញុំមិនទាន់មានគាត់ចេះតែរករឿងឆ្លោះថាខ្ញុំនឹងគ្មានកូនឲ្យគាត់ម្ដាយខ្ញុំខំរកថ្នាំខ្មែរមកដាំឲ្យខ្ញុំហូបមួយខែក្រោយមកខ្ញុំមានកូនខ្ញុំគិតថាពេលដែលគាត់មានកូនគាត់នឹងកែព្រោះគាត់ចង់បានកូនតែអត់ទេគាត់មានតែធ្វើបាបផ្លូវចិត្តខ្ញុំលើសដើមគាត់ចោទខ្ញុំគ្រប់សពថាខ្ញុំមិនស្រឡាញ់ខ្ញុំការនឹងគាត់ដោយសារចង់បានលុយគាត់ថាខ្ញុំមានប្រុសមានសហាយគាត់ដើរផឹកស៊ីដាច់យប់រាល់ថ្ងៃមកវិញរករឿងឆ្លោះរាល់តែថ្ងៃមិនដែលខានទេរយៈពេលដែលខ្ញុំរស់នៅជាមួយគាត់ខ្ញុំធ្វើការចិញ្ចឹមខ្លួនឯងនិងកូននៅក្នុងផ្ទៃគាត់មិនដែលបានផ្ដល់លុយកាក់ក្នុងនាមជាប្តីទេពេលខ្ញុំឈឺពោះកើតកូនដឹកខ្ញុំទៅពេទ្យហើយគាត់ចូលគេងនៅក្នុងឡានបាត់ថែមទាំងពេលខ្លះបបួលខ្ញុំពិនិត្យ DNA កូនទៀតខ្ញុំសម្រាលកូនហើយក្រោយពីចេញពីពេទ្យបានកន្លះខែខ្ញុំបានសុំគាត់លែងលះគាត់ក៏ព្រមលែងក្រោយលែងលះមួយរយៈខ្ញុំក៏បើកបេះដូងទទួលយកអ្នកថ្មីគេល្អនឹងខ្ញុំនិងកូនខ្ញុំណាស់ក្រោយពេលគាត់ដឹងថាខ្ញុំកំពុងបើកចិត្តជាមួយសង្សារខ្ញុំរាល់ថ្ងៃគាត់ក៏មកសុំត្រូវគ្នាវិញគាត់ថាគាត់កែប្រែហើយមិនដូចមុនទេតើខ្ញុំគួរតែធ្វើបែបណាទៅបងមួយអ្នកក្រោយមើលចិត្តគ្នាគេល្អនឹងគ្រួសារយើងកូនយើងចំណែកឯមួយទៀតឪពុករបស់កូនដែលនិយាយថាកែប្រែគ្រប់យ៉ាងដើម្បីជួបជុំគ្នាវិញតែក្នុងចិត្តខ្ញុំមិនប្រកាសថាគាត់កែឬអត់ទេចិត្តមួយអាណិតកូនចិត្តមួយអាណិតអ្នកក្រោយដែលគេមិនដឹងអីតើគួរធ្វើបែបណាបងតើគួរធ្វើបែបណាទៅបងប្អូនទាំងអស់គ្នាបងប្អូនណាដែលបានស្ដាប់ការរៀបរាប់នេះចប់ជួយផ្ដល់ចម្លើយម្នាក់មួយណាហើយណាក៏ម្ចាស់សម័យខ្លួនម្ចាស់សំណួរគាត់ក៏បានចូលអានខមមិនដើម្បីឲ្យគាត់មានជម្រើសច្រើននៅក្នុងការសម្រេចចិត្តមនុស្សយើងម្នាក់តែងតែមានបញ្ហាចឹងបងប្អូនកុំសើចយកមើលគេឲ្យយើងជៀសមិនផុតទេពេលដែលជួបទុក្ខលំបាកអ្វីដែលអាចចែករំលែកបានគឺយើងជួយគ្នាទៅយើងផ្ដល់ជាគំនិតយោបល់ឬក៏និយាយពីបទពិសោធន៍ដែលខ្លួនឯងធ្លាប់ជួបការចែករំលែកនៅគំនិតរបស់យើងខ្លួនឯងកុំខ្លាចគេថាខុសអីដូចខ្ញុំផឹងចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាចឹងខ្ញុំមិនខ្លាចបងប្អូនយើងថាខ្ញុំខុសថាខ្ញុំត្រូវទេខ្ញុំចែករំលែកទៅតាមអ្វីដែលខ្ញុំមើលឃើញការដែលខ្ញុំយល់ឃើញមិនប្រកបវិជ្ជាថាគួរតែសម្រេចចិត្តបែបណាទេប៉ុន្តែខ្ញុំមានមូលដ្ឋានគ្រឹះខ្លះក្នុងការចែករំលែកទៅកាន់បងប្អូនយើងវិញអញ្ចឹងយើងដកយកសំណួរថាតើគួរគិតបែបណាទទួលយកវិញឬមួយក៏អត់ចម្លើយទី1ដែលបងចង់ឆ្លើយមុនគេបងចង់ឲ្យគិតត្រង់ថាតើអូនអាចបើកបេះដូងម្ដងទៀតអត់ព្រោះអីមនុស្សយើងតែងតែមានកំហុសជឿមិនផុតទេមនុស្សខ្លះពេលនៅដូចជាមិនសូវយល់អំពីតម្លៃអីចឹងតែពេលបាត់បង់ទៅទើបនឹកថាអីមានតម្លៃអីនឹកមែនអីអញស្រឡាញ់មែនចឹងណាចឹងបើនេះជាកំហុសលើកទី1ទេវាមិនធ្លាប់មានរឿងនេះកើតឡើងពីមុនមកទេបងគិតថាលើកលែងឲ្យបានលើកលែងទៅព្រោះគាត់ធ្វើទៅបិទគាត់រករឿងគាត់ឆ្លោះគាត់អីមែនតែគាត់មិនទាន់បានប្រើដៃប្រើជើងនៅឡើយទេគាត់មិនដែលវាយកូនមិនដែលវាយប្អូននៅឡើយទេហើយការត្រឡប់ទៅវិញបើគំនិតបងវិញបងចង់ឲ្យមានលក្ខខណ្ឌខ្លះចឹងថាបើមិនកែបើនៅតែរករឿងបើដូចមុនខ្ញុំនឹងកូនរើប្រវិចចេញវិញភ្លាមឲ្យតែហ៊ានរករឿងមួយម៉ាត់ណាឲ្យតែហ៊ានមាត់ធំមួយម៉ាត់ឲ្យតែដូចមុនតែបន្តិចគឺខ្ញុំចេញហើយព្រោះកន្លងមកខ្ញុំវាឆ្អែតខ្ញុំវានឿយណាយទើបសុំលេងទើបបែកគ្នានឹងហើយបើត្រឡប់ទៅវិញទេទី1ខ្ញុំអាណិតកូនហើយក៏នឹកឃើញអនុស្សាវរីយ៍ផ្សេងខ្ញុំក៏នៅស្រឡាញ់ដែរបើព្រមកែប្រែកុំភ្លេចប្រើពាក្យថាខ្ញុំក៏នៅស្រឡាញ់ដែរដើម្បីស្អំចិត្តឲ្យគាត់កាន់តែ
នឹកសំណោះឬក៏ទុយចិត្តខ្លួនឯងដែលបានសាងកំហុសកុំភ្លេចប្រើពាក្យហ្នឹងចឹងយើងនិយាយលក្ខខណ្ឌឲ្យដឹងលើដល់ម្ដាយយើងឬក៏ម្ដាយគាត់អីហ្នឹងឲ្យដឹងលើទាំងអស់គ្នាមិនបានទៅរៀបចំពិធីការអីឡើងវិញទេប៉ុន្តែជួបជុំចាស់ទៅប្តឹងដល់ពួកគាត់ហើយគាត់ជួយធ្វើជាសាក្សីឲ្យជួយធ្វើជាអាជ្ញាកណ្ដាលតែពេលដែលចរចាមួយគេហ្នឹងកុំឆ្នះអីកុំឆ្នះយើងរឹងមាំអីដែលយើងអាចចេញប៉ុន្តែយើងកុំធ្វើជាមនុស្សក្បាលរឹងឲ្យយើងទន់ភ្លន់ដាក់គេតិចទៅណាតែលក្ខខណ្ឌឬក៏ច្បាប់ដែលបានកំណត់មុននឹងត្រូវគ្នាវិញហ្នឹងត្រូវតែអនុវត្តកុំលើកលែងកុំភ្លេចប្រាប់គេថាមិនថាមួយខែមិនថាមួយឆ្នាំមិនថា5ឆ្នាំឬ10ឆ្នាំទេឲ្យតែមានបញ្ហាដូចលើកមុននឹងទៀតយើងនឹងចាកចេញអីចឹងមិនណានេះកំណត់បងក្នុងស្ថានភាពហ្នឹងហើយបើណៃសួរបន្តតើអ្នកថ្មីនោះគេគិតយ៉ាងម៉េចសម្រាប់ចំណុចឲ្យសង្សារយើងថាតើគិតយ៉ាងម៉េចចំពោះគាត់បងមិនដឹងទេគ្រាន់តែបងផ្ដល់យោបល់ថាសង្សារយើងជាងការគេដឹងរឿងយើងគេអាណិតគេចង់លើកទឹកចិត្តគេផ្ដល់កម្លាំងចិត្តចឹងទៅក៏ប៉ុន្តែមែនតើគេមិនទាន់បានចូលនៅក្នុងរង្វង់គ្រួសារយើងបីបាច់ថែរក្សាយើងពេលយើងពោះធំក៏គេមិនទាន់បានឃើញពោះយើងវាយ៉ាងម៉េចដែរពេលដែលយើងកូនខ្ចីឆ្លងទលេហ្នឹងក៏ពេញកប៉ោងក៏មិញក៏មើមមិនមានក្លិនឆ្អេះឆ្អាបយ៉ាងម៉េចក៏គេមិនទាន់បានឃើញនៅឡើយទេព្រោះគេឃើញក្នុងស្ថានភាពនេះយើងស្អាតហើយយើងលែងធំក្លិនបល័យយើងលែងធំក្លិនកូនង៉ែតហើយតែប្តីយើងគាត់បានឆ្លងកាត់រឿងរ៉ាវនេះជាមួយគ្នាក៏បានគេនៅជាមួយគ្នាយល់ចិត្តគ្នាមានចំណុចល្អក៏បាននិយាយគ្នាមានមនោចេតនាអនុស្សាវរីយ៍អីមួយគ្នានឹងក៏ច្រើនដែរកាលណាដែលយើងទៅចាប់ផ្ដើមថ្មីវាមិនប្រកាសថាអ្វីនឹងល្អប្រសើរជាងចាស់ទេបើរបស់ចាស់ព្រមថាខែហើយក្នុងចិត្តបងណាក្នុងចិត្តបងមិនដឹងតែបើក្នុងចិត្តបងលើកលែងឲ្យអ្នកចាស់ព្រោះអ្នកថ្មីនៅទៅផ្ដើមមនុស្សសាវរីជាមួយគ្នាច្រើនណានៅទៅនិយាយប្រាប់គ្នាចូលចិត្តនេះមិនចូលចិត្តនេះចូលចិត្តផ្អែមចូលចិត្តប្រៃចូលចិត្តជូរចូលចិត្តរបៀបម៉េចនៅនិយាយគ្នាឡើងវិញប្រាប់គ្នាឡើងវិញទៀតអាខឹងរឿងអីងោរឿងអីលួងរបៀបម៉េចអីរបៀបម៉េចនៅទៅនិយាយសារដើមឡើងវិញចាប់ផ្ដើមសម័យលបាអ្នកចាស់យើងដឹងចិត្តគ្នាស្រាប់ហើយអញ្ចឹងបើអ្នកចាស់គេទទួលពាក្យថាគេនឹងទទួលកំហុសហើយដូចគេជាប់ឃ្លេយើងអញ្ចឹងគេនឹងទម្លាក់អាចខ្លាយជាពនាងរបស់គេវិញក៏ថាបានដោយបងថាអញ្ចឹងត្រូវមានលក្ខខណ្ឌមួយគេ1 2 3 4 5អីចឹងមកហើយបើសិនជាគេមិនកែគេល្អតែដបងបន្តិចក៏ដូចដើមឡើងវិញអូនឯងចាក់ចេញម្ដងទៀតយ៉ាងណាយើងបានអស់ចិត្តយ៉ាងណាយើងមិនជាប់ឈ្មោះថាជាមនុស្សស្រីជាប្រពន្ធដែលចិត្តចង្អៀតចង្អល់មិនផ្ដល់ឱកាសមិនលើកលែងមិនបើកចិត្តមិនបើកបេះដូងមិនអធិស្ឋានទេប្តីខ្លួនឯងមិនអធិស្ឋានប៉ារបស់កូនហើយណាស់ក៏យើងបានលៀងសម្អាតនៅក្នុងចិត្តយើងដែរឲ្យវាជ្រះស្រឡះដែរថាយើងមិនស្ដាយក្រោយទេក្នុងការចាក់ចេញម្ដងទៀតយើងក៏មិនចង់មានវិបត្តិសារីថ្ងៃក្រោយដែរដែលថាទៅនៅមួយអ្នកថ្មីស្រាប់ប៉ុណ្ណឹងប្តីចាស់ដែលគេសុំទោសហើយព្រមកែគ្រប់យ៉ាងហើយតែមិនលើកលែងឲ្យមិនអីចឹងយើងក៏មិនស្ដាយក្រោយដែរបើសិនជាថ្ងៃក្រោយវានៅតែជួបរឿងហ្នឹងបងនិយាយប្រការចឹងតែបើសិនជាក្នុងករណីគេល្អមកវិញដូចចិត្តមែនយើងក៏មិនមានអនុស្សាវរីយ៍អីច្រើនមិនមានមនោចេតនាអីច្រើនមិនមានវិបត្តិសារីអីជាមួយនឹងអ្នកថ្មីអីទេព្រោះអីវាមិនទាន់បានចាប់ផ្ដើមស៊ីជម្រៅអីណាទេយើងគ្រាន់តែស្ដាយគេដែលគេល្អជាមួយយើងក៏ប៉ុន្តែយើងមិនទាន់មានពេលវេលាជាមួយគ្នានឹងគ្នាអីនឹងច្រើនដូចជាមួយប្តីយើងទេនេះជាគំនិតបងយោបល់បងយកទៅពិចារណាឡើងវិញណាបងមិនបជាប្រកបឲ្យធ្វើតាមបងទេគ្រាន់តែជាយោបល់ដែលបងយល់ឃើញថាភាគរយអូនឯងគួរតែទៅខាងណាអញ្ចឹងទៅណាហើយស្ដាប់ហើយពិចារណាខ្លួនឯងទៀតហើយសួរចិត្តសួរបេះដូងខ្លួនឯងឲ្យបាន4 10 20ត្រឡប់មកខាងណាលើកលែងឬក៏អត់ជាមួយអ្នកថ្មីឬក៏អ្នកចាស់ហើយចំពោះរឿងគ្រួសារចំពោះរឿងសង្គមចំពោះរឿងមិត្តភ័ក្តិអ្នកស្គាល់ជំនាញខ្លួនថាតើយើងប្រឈមរបៀបម៉េចរវាងយកអ្នកចាស់វិញយកប្តីយើងវិញយកអ្នកថ្មីអីហ្នឹងតើថ្លឹងមើលវាយ៉ាងម៉េចដែរណាបងជូនប៉ុណ្ណឹងសង្ឃឹមថាបងអូនអាចនឹងសម្រេចចិត្តរើសផ្លូវល្អមួយដែលនាំឲ្យខ្លួនឯងនឹងគ្រួសារមួយនេះមានសុភមង្គលឡើងវិញ